សួស្តីអ្នកទាំងអស់គ្នានេះគឺជាវីដេអូបង្ហាញអំពីការហូប website របស់យើងទៅលើ third party ដោយមានដូចជា Vercel ឬ Netlify ដោយសារការហូប website របស់យើងពីមុនគឺយើងហូបនៅលើ GitHub អញ្ចឹងគឺមានផលវិបាកនៅពេលដែលយើងត្រូវការហូប website មួយដែលត្រូវការមានវា step នៅក្នុងនឹង info អញ្ចឹងយើងត្រូវការ server មួយដើម្បីវាទៅលើ website នោះហើយយកអ្វីដែល generate យកទៅ host អញ្ចឹងនៅក្នុងហ្នឹងគឺមានដូចជា Vercel Netlify ដើម្បីឲ្យយើងងាយស្រួលនៅក្នុងការ host front end website ហើយបើសិនជាអ្នកទាំងអស់គ្នាចង់មើលបន្ថែមអំពីការពណ៌នាទៅលើការ host នៅលើ Vercel នេះអ្នកទាំងអស់គ្នាអាចចូលទៅកាន់ website មួយនេះដែលមានតំណ link ដូចខាងលើហើយខ្ញុំនឹងដាក់នៅក្នុង description គឺ resource 418 block ទី1អញ្ចឹងនៅក្នុងហ្នឹងគឺរៀបរាប់អំពីវីដេអូនឹងទាំងអស់របស់យើងដោយបន្ថែមជាមួយនឹង GitHub action មួយទៀតដោយនៅក្នុងវីដេអូនេះយើងនឹងប្រើប្រាស់ Vercel ដើម្បី host website របស់យើងដែលដើម្បី host website របស់យើងនៅលើ Vercel បានយើងអាចចូលទៅបង្កើត repository មួយដោយនៅក្នុងនេះគឺយើងបានបង្ហាញ repository អញ្ចឹងយើងគ្រាន់ចូលទៅយើងចុច new ហើយអ្នកទាំងអស់គ្នាត្រូវការ login ឬក៏ sign up ជាមួយ GitHub ជាមុនសិនហើយយើងអាចចូលទៅកន្លែង GitHub ហើយយើងបង្កើត repository របស់យើងអញ្ចឹងដូចនៅក្នុងនេះខ្ញុំនឹងបង្កើតជា Vercel demo អញ្ចឹងនៅក្នុង public ឬក៏ private ខ្ញុំនឹងជ្រើសយក private ដោយសារ public ក៏បាន private ក៏បានបើសិនជាយើងចង់ import ចូល Vercel ដោយយើងប្រើ account ផ្ទាល់ខ្លួនអញ្ចឹងយើងគ្រាន់បង្កើត repository មកនៅពេលនោះគឺយើងអាច connect ចូលទៅ repository នោះហើយ push code របស់យើងដែលយើងមានចូលទៅក្នុងនោះដោយនៅក្នុងវីដេអូនេះខ្ញុំនឹងលើកឧទាហរណ៍គឺយក vid យកមកនិយាយ vid ជាមួយនឹង react អញ្ចឹងមានន័យថាគាត់តែយើងប្រើ vid ដើម្បីជា bundler ជាមួយនឹង react គឺយើងអាចប្រើជាមួយនឹង Vercel បានហើយអញ្ចឹងដើម្បីតេស្តជាមួយឧទាហរណ៍ខ្ញុំគ្រាន់ចូលទៅ vid ហើយខ្ញុំនឹងធ្វើការ run command មួយនេះនៅក្នុង terminal ហើយយើងបង្កើតតាមអ្វីដែលគេត្រូវការឲ្យយើងបំពេញក្នុងនឹងនៅពេលដែលយើងបង្កើតហើយគឺយើងបាន folder structure បែបនេះដូចដែលអ្នកទាំងអស់គ្នាបានឃើញនេះគឺជា folder structure របស់ React អញ្ចឹងយើងអាចមើលឃើញថាវាមាន index HTML គឺមានប្រើ with React ហើយនិង TypeScript ហើយយើងមាន package JSON អញ្ចឹងដើម្បី host website នេះយើងអាចឥឡូវយើងតេស្តទៅមើលថាតើ project របស់យើងដែល generate តាមនេះគឺ run ទៅមានរូបរាងបែបម៉េចដើម្បីស្រួលទៅ verify ជាមួយនឹងការ host នៅលើ Vercel ថាតើត្រឹមត្រូវឬទេអញ្ចឹងដើម្បីនេះយើងអាច open terminal បានអញ្ចឹង new terminal អញ្ចឹងដើម្បី run project នោះគឺយើងត្រូវការ node អញ្ចឹងអ្នកទាំងអស់គ្នាអាច download node នៅក្នុងនោះជាដំបូងយើងមុននឹង generate បានគឺយើងត្រូវការ node នៅក្នុងនេះដែរដើម្បី generate ទៅលើ project របស់យើងបានគឺយើងអាចប្រើ node ហើយជាមួយនឹង npm ដែលវាមានមកជាមួយ node ស្រាប់ដើម្បីបង្កើត project ហើយនៅពេលដែលយើងបង្កើតហើយយើងគ្រាន់តែ npm install នៅពេលដែលវា install រួចគឺវានឹងឲ្យយើង run បានអញ្ចឹង npm run dev អញ្ចឹងយើងអាចចូលមើល project របស់យើងបានដោយយើងបានឃើញថា project របស់យើងគឺ run បែបនេះគឺយើងអាចចុច count បានគឺជា default react project របស់ Vite តែម្ដងអញ្ចឹងយើងអាចបិទក៏បានទុកនៅនឹងក៏បានដើម្បីនេះយើងអាច push code របស់យើងចូលទៅក្នុង repository របស់យើងអញ្ចឹងយើងគ្រាន់ copy នេះមកដើម្បីនេះយើងអាចមើលទៅថាយើងត្រូវការមួយណានៅក្នុងនឹងដូចនៅក្នុងនេះយើងអាចបង្កើតដើម្បីពីដើមយកតែម្ដងឬក៏យើងមានស្រាប់ដូចឥឡូវគឺយើងមានស្រាប់គឺយើងត្រូវការប្រើខាងក្រោមគឺយើង git remote add origin អញ្ចឹងយើងគ្រាន់ control C ដើម្បី exit ទៅលើការ run react របស់យើងហើយយើងអាច run remote add ប៉ុន្តែដោយសារតែ project របស់យើងអត់ទាន់មាន git repository ទេអត់ទាន់មាន git setup ទេអញ្ចឹងយើងត្រូវការ git setup ជាមុនសិនអញ្ចឹងយើង git init តមកវានឹង initialize git directory ឲ្យយើងដូចនៅក្នុងនេះប៉ុន្តែនៅក្នុងនេះគឺយើងមើលអត់ឃើញទេយើងអាចចេញទៅមើលនៅកន្លែង file folder អញ្ចឹងយើងឃើញនៅលើនេះគឺយើងមាននឹង .git មួយអញ្ចឹងនៅពេល .git ហើយយើងអាច paste command នោះហើយយើងចូលទៅគឺយើងដូច push code ធម្មតាដែរគឺនៅពេលខ្លះនៅគឺវា load បែបនេះអញ្ចឹងមានន័យថាពេលខ្លះគឺវាអត់ដូចអ្វីដែលនៅនេះដោយសារយើងមានពេលខ្លះមាន code ស្រាប់អីចឹងយើងអាច git add ទាំងអស់នៅពេលដែល add ហើយគឺយើងអាច commit សិនcommit init នៅពេលដែលយើង commit ហើយយើងអាច push បានពេលខ្លះ push ដំបូងគឺអត់តន់ចូលទេដោយសារយើងត្រូវការ run command នេះលើកដំបូងគេបើយើងមាន pass
key របស់យើងក៏វាយចូលក្នុងហ្នឹងមកតបនេះយើងបាន push ចូលទៅ main របស់យើងរួចហើយចឹងយើងអាចចូលទៅមើល main របស់ repo របស់យើងបានយើងក៏ refresh មកគឺយើងនឹងឃើញបច្ចេករបស់យើងដាក់ចូលបែបនេះចឹងបន្ទាប់ពីយើងឃើញបច្ចេកដាក់ចូលបែបនេះហើយយើងអាចចូលទៅកាន់ Vercel website គឺ vercel.com ចឹងនៅពេលដែលយើងចូលមក Vercel យើងអាច log in ចូលជាមួយនឹង account របស់យើងសិនឬក៏ sign up ជាមួយ Vercel ដោយតាមជាមួយនឹង GitHub ក៏បានដែរដើម្បីងាយស្រួលនៅក្នុងការ add បច្ចេករបស់យើងចឹងជាដំបូងយើងគឺចូលមកកាន់ add new ហើយ add new បច្ចេកហើយយើងរើសទៅមើលបច្ចេកដែលយើងបានបង្កើតមិញហ្នឹងគឺ Vercel demo ចឹងយើង import តមកវានឹងឲ្យមានបច្ចេក name ចឹងយើងអាចដាក់បច្ចេក name បានដោយ copy នេះក៏បានដែរហើយយើងអាចមើលថា framework Vercel បាន select ឲ្យគឺត្រូវឬក៏អត់ចឹងយើងអាចមើលកន្លែង framework នេះបានចឹងយើងអាចដូរបានបើសិនជា framework copy អ្វីដែលយើងកំពុងប្រើគឺ copy Vercel ចឹងអ្វីដែល Vercel select នេះគឺត្រូវហើយសម្រាប់ខ្ញុំចឹងយើងអាច change root directory បានហើយយើងក៏អាច custom ទៅលើ beer step បានផងដែរចឹងយើងអាចមើលកន្លែងនេះគឺគេ run beer ហើយ beer ចូលទៅក្នុង this directory ហើយនឹងធ្វើការ install តាម npm install ឬក៏ ban install yarn install អីចឹងតាមអ្វីដែលមាននៅក្នុងបច្ចេករបស់យើងគឺហើយនៅខាងក្រោមនេះ environment variable គឺយើងអាច set variable ចូលទៅក្នុងបច្ចេករបស់យើងបានតាមរយៈបែបនេះដោយយើងជាទូទៅគឺក្នុងបច្ចេករបស់យើងគឺមាន .env មួយទៀតដែលជា environment ដែលយើងយកទៅប្រើអញ្ចឹងយើងអាចយកនៅក្នុង .env នេះដាក់ចូលនៅក្នុងនេះបានហើយបើសិនជាយើងអស់ត្រឹមហ្នឹងហើយយើងអាចចុច deploy ចាំមួយ plate ដើម្បីឲ្យ Vercel beer រួចអញ្ចឹងនៅពេលដែល Vercel beer រួចគឺមាននឹង load congratulation បែបនេះហើយអញ្ចឹងទៅយើងគ្រាន់ចូលទៅ continue ជាមួយនឹង dashboard ហើយយើងនឹង check ទី1គឺ status ហើយបន្ទាប់មួយទៀតគឺ domainចឹងគឺជា link មួយដែល Vercel generate មកហើយ link ខាងក្រោមគឺជា public link ចឹងយើងអាចចូលមើលខាងលើតែពេលខ្លះយើងអាចត្រូវការ login account ដើម្បីចូលមើលបានចឹងយើងចូលមើលខាងក្រោមឬក៏ចែកគេគឺប្រើខាងក្រោមយើងគ្រាន់ចូលមកគឺយើងនឹងឃើញថាបច្ចេករបស់យើងគឺដើរត្រឹមត្រូវហើយចឹងយើងអាចចុចមើល count គឺដើរត្រឹមត្រូវដោយសារអូខេខ្ញុំមាន dark mode ទេចឹងគឺ off ជាទូទៅ off ហើយចឹងគឺដូចគ្នាអ្វីដែលបច្ចេករបស់យើងនេះហើយមួយវិញទៀតគឺយើងអាចមើលកន្លែង deployment បានគឺ deployment គឺយើងឃើញ ready កន្លែងនេះពេលខ្លះគឺយើងអាចនឹងឃើញ error អីចឹងយើងអាចក៏ចុចទៅលើវាហើយយើងអាចចូលទៅមើល beer log បើសិនជា error នៅកន្លែង beer log យើងអាចមើលនៅកន្លែង beer log នៅកន្លែងណាមួយយើងអាចគ្រាន់ចុចមើល expand ដើម្បីមើល beer ដើម្បីមើល error នោះហើយបន្ទាប់វិញទៀតគឺយើងអាចចូលទៅមើល settingហើយនៅក្នុង setting គឺវានឹងមានបច្ចេក ID បែបនេះនៅពេលដែលយើងប្រើ GitHub Action គឺយើងត្រូវការបច្ចេក ID អញ្ចឹងនៅពេលដែលនៅក្នុង setting គឺយើងអាចចូលទៅកែ domain បើសិនជាយើងមាន custom domain យើងអាច add domain ហើយដាក់ domain ដូចខ្ញុំដែលបាន customize គឺនឹងមាន 418 អញ្ចឹងដូចអ្នកទាំងអស់គ្នាអាចថា full.com អីចឹងប៉ុន្តែអានេះអាចនឹងគេមានហើយដោយសារអានេះជាងយើងគ្រាន់ add មក domain នេះអាចនឹងអូខេ domain នេះគឺអត់តន់គឺគេត្រូវការយើង verify អញ្ចឹងយើងគ្រាន់តែចូលទៅកាន់កន្លែង domain ដែលយើង purchase នោះយើងគ្រាន់ចូលទៅកាន់ហើយយើង add ទៅលើការ verify នេះចូលទៅក្នុងនោះហើយពេលនោះ Vercel នឹង check ថា domain នោះ valid ឬក៏អត់ហើយបើសិនជា valid Vercel នឹងអនុញ្ញាតឲ្យប្រើ domain នោះនៅក្នុងនេះតែម្ដងចឹងដូចមិញអ្នកទាំងអស់គ្នានឹងឃើញថាមាន www ពេលខ្លះដោយសារពីមុនយើងឃើញមានគេប្រើ www. អីចឹង Vercel default នឹងមាន www. អីចឹងដោយសារពី w ទៅ full យកតែម្ដងចឹង website តែមួយតែគ្រាន់ថាយើងអាចប្រើ2 link បានហើយមួយវិញទៀតគឺ environment variable ចឹងដូចមិនដែរគឺកន្លែង add variable សម្រាប់ environment របស់យើងបើសិនជាយើងភ្លេច add នៅខាងមុខឬក៏យើងពេល update ទៅយើងមាន environment ថ្មីយើងអាច add នៅក្នុងនេះពេលខ្លះយើងតម្រូវឲ្យការយើង deploy ទៅលើបច្ចេករបស់យើងម្ដងទៀតផងដែរហើយយើងអាចចូលទៅមើលមួយទៀតគឺកន្លែង general ហើយយើងអស់ចុះមកក្រោមគឺយើងមាននឹងមាន delete បច្ចេករបស់យើងចេញពី Vercel អញ្ចឹងដើម្បី test មួយទៀតគឺយើងអាចចូលទៅមើល deployment ហើយខ្ញុំនឹង push ទៅលើ code ថ្មីចូលទៅក្នុង repo របស់ខ្ញុំហើយ Vercel នឹងធ្វើការ rebuild ដោយខ្លួនឯងខ្ញុំអាច refresh ឡើងនេះមើល
ពេលនេះយើងនឹងឃើញថាមាននឹង project របស់យើងគឺបាន deploy លើ Vercel ហើយវានឹង load tick បែបនេះដូច GitHub Action ចឹងដែរអញ្ចឹងខ្ញុំនឹងធ្វើការ update code ទៅលើ project របស់យើងខ្លះដើម្បីមើលថាតើពេលយើងភូ code ទៅ Vercel ចាប់បានអត់អូខេខ្ញុំបាន update ថ្មីឯងគឺយើងនឹងដាក់ hello world នៅខាងក្រោម edit source app tag អីនេះដូចនៅក្នុងរបស់យើងចាស់គឺយើងអត់មានអញ្ចឹងទេអញ្ចឹងយើងអាចភូចូលទៅបានអញ្ចឹងយើងគ្រាន់ចូលទៅកាន់ code របស់យើងហើយយើង git add ទៅលើទាំងអស់នៅពេលអ្វីដែលយើងកែអញ្ចឹងយើងអាច git add បានដូច env នេះបាច់ add ក៏បានដែរតែចូលទៅអញ្ចឹងយើងអាច commit បានអញ្ចឹងយើងគ្រាន់តែ update មកដើម្បីងាយស្រួលនៅក្នុងការមើលអញ្ចឹងយើងគ្រាន់ភូចូលទៅកាន់ main អញ្ចឹងនៅពេលយើង refresh repo របស់យើងនឹងឃើញមាន action មួយកំពុងដំណើរការនៅកន្លែងនេះអញ្ចឹង Vercel កំពុងចាប់ផ្ដើមដំណើរការអញ្ចឹងយើងអាចចូលមកមើលកន្លែង Vercel យើងបានដូចនៅក្នុងនេះគឺ be ហើយបាត់ហើយគ្រាន់តែប្រើពេល13 second ទេអញ្ចឹងគឺលឿនមែនតើពេលខ្លះក៏អាចយូរពេលខ្លះក៏អាចលឿនតាមនឹងទៅអញ្ចឹងគឺយើងអាច be ហើយអញ្ចឹងយើងអាចចូលមើលបានអញ្ចឹងគឺមាន hello world នៅខាងក្រោមគឺ link តែមួយក៏យើងអាចមើលបានដែរព្រោះ link នេះគឺ link ដែលជា production scene គឺជា link នៃ check out នីមួយៗឬក៏ push នីមួយៗដើម្បីចូលទៅកាន់ការ bia របស់យើងគឺនេះ stage នីមួយៗតែការចូលទៅមើល link មួយនេះគឺយើងតម្រូវឲ្យមានការ log in អញ្ចឹងបើសិនជាយើងចង់ share ទៅឲ្យអ្នកដទៃមើលយើងចូល setting ហើយយើងចូលមកកាន់ deployment protection ហើយយើង disable ទៅកាន់ Vercel authentication ចឹងមានន័យថាណាគេក៏អាចចូលមើល link នឹងបានដែរលែងមាន protect by Vercel ទៀតហើយដោយនៅជាចុងបញ្ចប់នៃវីដេអូនេះគឺយើងនឹងលុប project នេះចេញវិញដើម្បីតេស្តមើលថា project យើងលុបចេញអត់អញ្ចឹងបើសិនជាចង់លុបចេញយើងក៏វាយពីអ្វីដែលគេឲ្យយើងលុបនេះមកដែលមាន bow ខាងលើនេះហើយចុងក្រោមគេគឺ delete my project អញ្ចឹងដូចគេបានបញ្ជាក់យើងប្រាប់ថា project ហ្នឹងបើសិនជាលុបគឺអាចទាញយកមកវិញបានទេអញ្ចឹងបើសិនជាលុបគឺលុបហើយអញ្ចឹងគេយើងអាចលុបបានអូខេនៅពេលដែល project យើងលុបអស់ហើយគឺបានបាត់នៅពីកន្លែង home page របស់យើងអូខេនេះគឺជាវីដេអូនៃការបង្ហាញទៅលើការ host website របស់យើងដែលមាន step ចូលទៅក្នុង Vercel អញ្ចឹងភាគច្រើនគឺនៅក្នុង Netlify គឺមានសភាពស្តៀងគ្នាទៅនឹង Vercel ដែរហើយសម្រាប់ GitHub Action គឺយើងអាចចូលទៅមើល website របស់ខាងពួកយើងនេះបាននៅកន្លែងខាងក្រោមគឺយើងនឹងមានការប្រើប្រាស់ GitHub Action ដើម្បី host website គឺយើងត្រូវការ Vercel CLI អី down ចូលនៅក្នុងកុំព្យូទ័រយើងជាដើមអូខេអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាបាយបាយ